ព័ត៌មានកដៅកាលពីថ្ងៃអង្គារទី6ខែមករាឆ្នាំ2026នេះនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលបានថ្លែងប្រាប់កាសែតថៃថាកងទ័ពថៃនិងក្រសួងការបរទេសបានដាក់លិខិតតវ៉ាទាមទារឲ្យកម្ពុជាចាត់វិធានការបន្ទាប់ពីមានការបាញ់កាំភ្លើងត្បាល់ធ្វើឲ្យទាហានថៃរងរបួសនៅចំណុចចុងបុកមុំ3កាលពីព្រឹកមិញលោកអនុទានបានបន្ថែមថាមានរបាយការណ៍មួយតាក់ទងនឹងមេបញ្ជាការយោធាថៃនិងកម្ពុជាបានកំពុងជួបពិភាក្សាគ្នាប៉ុន្តែលោកថាទោះបីជាមានគ្រោះថ្នាក់ក៏ដោយប៉ុន្តែកម្ពុជាត្រូវតែទទួលខុសត្រូវលោកអនុទាននៅតែបន្តឲ្យសង្កត់ធ្ងន់ថាកងទ័ពថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសងសឹកតាមច្បាប់អន្តរជាតិដោយដែលយើងធ្លាប់ធ្វើវាកន្លងទៅប្រសិនបើសកម្មភាពនេះបង្ហាញថាកម្ពុជាបានរំលោភលើអធិបតេយ្យភាពរបស់ថៃក្នុងនេះផងដែរលោកក៏កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាសារជាថ្មីម្ដងទៀតរវាងយោធាថៃនិងកម្ពុជាផងដែរ